ពីដើមនៅអាណាខេត្តខ្មែរទាំងអស់ខេត្តដែលមានស្រីក្រមុំស្អាតមិនមែនស្អាតទាំងអស់ទេប៉ុន្តែភាគច្រើនស្អាតស្រីក្រមុំសាច់ស្អាតមុខមាត់ស្អាតរាងរៅស្អាតស្រីខេត្តកំពង់ចាមស្រីស្អាតគឺស្រីខេត្តកំពង់ចាមអូខេកំពង់ចាមគឺខេត្តស្រីស្អាតហើយខេត្តដែលខ្មែរធ្វើមន្ត្រីច្រើនជាងទេនៅក្នុងប្រជាជាតិអាចារ្យគឺខេត្តកំពង់ចាមខេត្តណាខេត្តដែលមានខ្មែរធ្វើគ្រូច្រើនខេត្តតាកែវណាខេត្តតាកែវខេត្តតាកែវណាអញ្ចឹងគឺមានអញ្ចឹងហើយបើខេត្តអ្នកប្រាជ្ញខេត្តអ្នកប្រាជ្ញគឺខេត្តកណ្ដាលហើយខេត្តបាត់ដំបងខេត្តអ្នកប្រាជ្ញហើយបើខេត្តសបាយកំពង់ចាមហើយគ្មានអីសបាយជាងកំពង់ចាមទេកំពង់ចាមកណ្ដាលគឺសបាយណាហើយខេត្តដែលហៅកែវមិនច្បាស់ខេត្តស្វាយរៀងគេនេះឈ្មោះគេខេត្តស្វាយរៀងហៅកែវមិនច្បាស់ទេឥឡូវនេះមិនដឹងជាហៅកែវច្បាស់មិនច្បាស់ទេប៉ុន្តែពីដើមឲ្យតែអ្នកស្វាយរៀងដែលហៅកែវច្បាស់ទេកែវយកកែវដាក់មួយកែវពីរកែវលក់ដាក់វល់កែវក៏បានអ្នកស្វាយរៀងហើយកំពង់ចាមគឺស្រីស្អាតជាងគេស្រីស្អាតជាងគេពីព្រោះជាប់ដងទន្លេស្រីចេះត្បាញរវៃនៅផ្ទះមិនធ្វើស្រែស្រីស្អាតបាទបន្ទាប់មកបាត់ដំបងតទៅពីបាត់ដំបងពោធិ៍សាត់ណាបន្ទាប់ពីពោធិ៍សាត់ខេត្តកំពង់ឆ្នាំងណាអញ្ចឹងខេត្តដែលមានស្រីស្អាតវាទី1គឺបើរាប់តាមដាប់ដោយទី1គឺកំពង់ចាមទី2កណ្ដាលទី3បាត់ដំបងទី4ពោធិ៍សាត់ទី5កំពង់ឆ្នាំងនឹងខេត្តអស់ហ្នឹងគឺស្រីស្អាតស្រីស្អាតគេមិនដឹងស្អាតទេសៀមរាបទេស្អាតទេកំពង់ធំមិនស្អាតទេ